តើសួស្តីទាំងអស់គ្នាថ្ងៃនេះមុននឹងយើងរៀនទៅដល់ធាតុនីមួយៗនៃ box style ចឹងយើងមកមើល box យើងមកមើលធាតុផ្សំនៃ box សិនណាតើ box នីមួយៗវាមានធាតុផ្សំអីគេខ្លះហើយអ្វីទៅជា margin អ្វីទៅជា border អ្វីទៅជា heading អូខេមុននឹងយើងឈានចូលដល់កូដទាំងអស់ហ្នឹងដើម្បីសរសេរវាឲ្យវាបាន8ឲ្យវាបានអានេះ8អានេះ8នេះគឺមានន័យថាម៉េចណាអូខេចឹង box style គឺគេផ្ដោតទៅលើ margin ហើយ border ហើយនិង heading ហើយ margin យើងធ្លាប់ឮពាក្យ margin ហើយនៅក្នុង Microsoft Word margin វាគឺជាផ្ទៃនេះឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមានប៊ូតុងនេះមួយណាប៊ូតុង submit នេះហើយចឹង margin គឺគេនិយាយអំពីនេះឃើញអាផ្ទៃលឿងហ្នឹងឯងចឹង margin គឺជាផ្ទៃដែលចាប់ពីគៀនទំព័រមករហូតមកដល់ប៊ូតុងនឹងមកដល់ border ណាមកដល់ border នៃប៊ូតុងអាហ្នឹងគេហៅថា margin ណាហើយបន្ទាប់មក border វាគឺជាអាផ្ទៃឬក៏បន្ទាត់ដែលនៅជុំវិញប៊ូតុងនេះអាហ្នឹងហើយយើងហៅថា border ឬក៏យើងរៀនអាចជា X គេហៅ boundary ហ្នឹងអានេះគឺយើង border ណា border គឺជាផ្ទៃបន្ទាត់ជុំវិញនៃប៊ូតុងហ្នឹងអាហ្នឹងយើងហៅថា border ណានេះ border នេះអញ្ចឹងបន្ទាប់ពី border ហ្នឹងមកអាផ្ទៃពី border ចូលមកដល់អក្សរណាផ្ទៃពី border ចូលមកដល់អក្សរអាហ្នឹងគេហៅថា heading ណា heading តិចទៀតយើងនឹងរៀនអំពី margin យើងនឹងរៀនអំពី heading ហើយយើងក៏រៀនអំពី border ដែរអញ្ចឹងតើតើអ្នកទាំងអស់គ្នាយល់ពីអាហ្នឹងបានយើងយល់ថាអូអាណា margin អាណា border អាណា heading អូខេបាយបាយ